បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកបង្ហាញការងារឃ្លាំងយើងចិត្តបញ្ចប់ការងារហើយយើងបានបែកជញ្ជាំងស័ង្កសីខាងជុំវិញហើយពីមុនយើងចាំខាងសំណង់គាត់បោកហើយនឹងសីហើយឥឡូវយើងបានបាញ់បដាហើយប្រភេទស័ង្កសីជាងលើខាងលើបេតុងបាទពួកបាំងហ្នឹងបើយើងបាំង2ម៉ែត្រចុះក្រោមហើយនេះគឺស័ង្កសីជាងខាងក្រៅបងបាទហើយយើងបាំងកម្ពស់1ម៉ែត្រ8បាទហើយយើងកាត់សម្រួចស្រួចបាទដើម្បីកុំឲ្យគេឆ្លងបានហើយប្រភេទឃ្លាំងយើងគឺឃ្លាំងភ្លុះ2ខ្នងបាទឃ្លាំងភ្លុះ2ខ្នងបាទហើយជញ្ជាំងមួយជុំទ្វា2ឈុតហើយមានការងារដំបូលក្បឿងមួយខ្នងផងដែរបាទហើយទ្វារបងមួយឈុតទ្វាឃ្លាំងមួយឈុតហើយនឹងព្រិលពីលើទ្វា3ទាំងហើយនឹងព្រិលខាងក្រោយនោះ2ឈុតដែរបាទហើយឃ្លាំងនេះគឺ2ខ្នងຂະຫນាតវាគឺ18បដោយ55 2ខ្នងបាទហើយការងារនេះដែរនៅខាងក្មួយបាទបើពុកម៉ែបងប្អូនមានតម្រូវការសាងសង់ឃ្លាំងសម្រាប់ជួលឬឃ្លាំងសម្រាប់ស្តុកអីវ៉ាន់អាចទាក់ទងមកក្រុមជាងរបស់យើងបានបាទធានាគុណភាពធានាតម្លៃហើយមានភាពស្រស់ស្អាតបាទបើពុកម៉ែបងប្អូនមានតម្រូវការសាងសង់ឃ្លាំងអាចទាក់ទងមកខាងក្រុមការងាររបស់យើងបានបាទហើយខាងយើងក៏មានសាងសង់ប្រភេទដំបូលក្បឿងដំបូលប៉ូលីដំបូលស័ង្កសីហើយការងារទ្វាបង្អួចកាន់ដៃទ្វារ៉ូតទ្វាលមូគ្រប់ប្រភេទបាទបើពុកម៉ែបងប្អូនមានតម្រូវការចង់ធ្វើការងារណាមួយបងប្អូនអាចតាក់ទងមកខាងក្រុមជាងរបស់យើងបានបាទការងារដៃគ្រប់ប្រភេទហើយខាងនេះគឺយើងបាញ់ជាងលបងបាទជាងលបងនេះគឺមួយជុំនេះចូល100ម៉ែត្រជាងបាទហើយយើងកាត់សម្រួចស្រួចនេះកុំឲ្យមនុស្សឆ្លងទៅខាងក្នុងឃ្លាំងបានបាទហើយលបងនេះគឺប្រភេទលបងចាស់ទេបាទអរគុណច្រើន